for us to invest. ហើយបានជាព្រះចិញ្ចឹមសម្រាប់ប្រទាននៅទេពកោសលនេះនិងអ្វីដែលព្រះអង្គទូប្រទានឲ្យនេះដើម្បីឲ្យបងប្អូនគ្នាយកទៅវិនិយោគ So I want to share 3 lessons from this parable that we can use today to change our lives and to change the world. បានជាថ្ងៃនេះខ្ញុំចង់ប្រើមេរៀន3តាមរយៈសេរីរឿងនេះដើម្បីបងប្អូនគ្នាអាចយកទៅផ្លាស់ប្ដូរជីវិតបងប្អូនគ្នាហើយនឹងផ្លាស់ប្ដូរពិភពលោកបាន So I hope that you can remember these 3 points. ហើយខ្ញុំសង្ឃឹមថាបងប្អូនជំនុំដល់គ្នាអាចចាំនៅចំណុច8នេះដែលយើងរៀននៅថ្ងៃនេះ That we need to be obedient to act immediately. ទី1គឺជាការដែលយើងត្រូវតែស្ដាប់បង្គាប់ព្រះចិញ្ចឹមមានន័យថាយើងត្រូវតែស្ដាប់លឺភ្លាមយើងធ្វើការនឹងភ្លាម That we need to be accountable because God is watching us. ហើយចំណុចទី2ក៏យើងត្រូវតែមានទំនួលខុសត្រូវដែរពីព្រោះអីដោយសារតែព្រះចិញ្ចឹមនៅពេលដែលព្រះអង្គប្រើយើងឬក៏ដាក់អីមកឲ្យយើងគឺព្រះអង្គកំពុងតែទតមើលយើង And most important, okay, is that God is coming back. ហើយអ្វីដែលសំខាន់ជាងនោះទៅទៀតនោះគឺសូមស្វែងទៅតាមវិញកុំអានទៅមុខព្រះចិញ្ចឹមទ្រង់ជាត្រឡប់មកវិញ Okay, please go to number 1, obedience, please. Thank សូម you. ទៅអូប៊ីឌៀន Thank you. So we see in Matthew 25:16, it says, "He who has received the 5 talents went at once and traded with them." The word is at once. បាទនៅក្នុងកាពីបងប្អូនគ្នាប្រហែលជាមិនឃើញពាក្យថាភ្លាមនោះទេប៉ុន្តែកាពីម៉ែបងប្រែឆ្នាំ2025ឆ្នាំ2005បងប្អូនឃើញដូចខ្ញុំអានជូនចឹងអ្នកបម្រើដែលបានទទួលប្រាក់5ណែនយកប្រាក់ចេញទៅរកស៊ីភ្លាមហើយក៏ចំណេញបាន5ណែនទៀត They did not wait till they were famous. គេអត់ចាំទេថាឲ្យទទួលបានអ្វីដែលព្រះចិញ្ចឹមប្រទានឲ្យហើយអត់ចាំរហូតដល់ល្បីល្បាញសិនបានយកទៅវិនិយោគទេ They did not wait till they feel 100% prepared. គេអត់ចាំនៅពេលដែលមានការត្រាស់ហើយគេអត់ចាំរហូតដល់បាន100%ត្រៀមខ្លួន100%សិនបានទៅអត់ទេ And they knew the master's command and they obeyed immediately. ព្រោះគេដឹងអំពីការបញ្ជាឬក៏ការប្រាប់ពីចៅហ្វាអញ្ចឹងលើភ្លាមស្ដាប់បង្គាប់ភ្លាមធ្វើភ្លាម Sometimes we think we need to wait until we are perfect Christians. ពេលខ្លះយើងគិតថាយើងត្រូវចាំរហូតដល់ពេលវេលាមួយដល់គ្រប់លក្ខបំផុត slide សុំកម្លាំងទៅចាំគាត់លើកដៃទៅចាំទៅ See, I'll tell my neighbor about Jesus when I know the whole Bible. ខ្ញុំនឹងប្រាប់អ្នកដទៃទៀតអំពីព្រះយេស៊ូវរហូតដល់ខ្ញុំចេះកាពីឲ្យបានគ្រប់សពសិនចាំខ្ញុំប្រាប់ទេ I share the gospel when my children grow up. ហើយខ្ញុំនឹងប្រកាសដំណឹងល្អនៅពេលដែលកូនខ្ញុំធំបន្តិច I share the gospel when I'm retired, when I have more time. ឬក៏ខ្ញុំនឹងប្រកាសដំណឹងល្អថ្វាយព្រះអង្គនៅពេលដែលខ្ញុំចូលនិវត្តន៍ទៅហើយពេលនោះខ្ញុំមានពេលច្រើនណាស់ But Jesus calls us to obey now. ក៏ប៉ុន្តែព្រះចិញ្ចឹមព្រះយេស៊ូវគ្រីស្ទទ្រង់ហៅយើងឲ្យស្ដាប់បង្គាប់ព្រះអង្គឥឡូវនេះ To obey today and not tomorrow. ស្ដាប់បង្គាប់ថ្ងៃនេះមិនមែនថ្ងៃស្អែកទេ You know, many of us believe that we should sacrifice for God. មានបងប្អូនគ្នាហើយនឹងខ្ញុំជាច្រើនយើងគិតយើងជឿថាចេះយើងជឿថាយើងគួរតែលះបង់ថ្វាយព្រះចិញ្ចឹម And of course, that is very important. តែប៉ុន្តែការហ្នឹងគឺជាចំណុចដ៏សំខាន់ But do you know that God prefers us to obey than to sacrifice? ហើយបងប្អូនមើលអំពីនៅក្នុងកាពីប្រែពាក្យថាចាញ់បូជាឬក៏អ្វីយើងថ្វាយទៅកាន់ព្រះចិញ្ចឹមប៉ុន្តែអត្ថន័យពិតប្រាកដគឺព្រះអង្គចង់បានការស្ដាប់បង្គាប់ជាជាចាញ់បូជា God does not want you to obey Him 10 years from now. បាទព្រះអង្គអត់ចង់ឲ្យយើងចាំ10ឆ្នាំទៀតស្ដាប់បង្គាប់ព្រះអង្គពីឥឡូវនេះទៅអត់ទេ He wants your obedience today. ព្រះអង្គចង់ឲ្យយើងស្ដាប់បង្គាប់ព្រះចិញ្ចឹមដែលចាប់ដើមពីថ្ងៃនេះទៅ And I think you all know this verse, 1 Samuel 15:22. នេះខ្ញុំជឿជាក់ថាបងប្អូនជាច្រើនបានឮខបទគម្ពីរនេះហើយនៅក្នុងព្រះគម្ពីរសាមយ៉ូហានខ្សែទី1ចំពោះ15ខអំពី2 And it says to obey is better than sacrifice. ហើយចែងថាដល់ស្ដាប់បង្គាប់នោះវិសេសជាងចាញ់បូជា So sharing the gospel is not easy. ហើយប៉ុន្តែការដែលចែកចាយដំណឹងល្អទៅកាន់អ្នកដទៃទៀតវាមិនមែនជារឿងងាយស្រួលទេ How many of you think sharing the gospel is easy? Put up បង your ប្អូន hands. ប្រហែលអ្នកដែលគិតថាចែកចាយដំណឹងល្អទៅកាន់អ្នកដទៃទៀតគេមិនជឿនោះស្រួលលើកដៃ Oh, we got one easier. មានចាក់ទុំយើងមួយស្រួលហើយ Yeah, it is not easy because it can be risky. បាទតាមពិតទៅជាទូទៅបាទជាទូទៅវាយើងឃើញរូបភាពថាវាមិនមែនជារឿងងាយស្រួលទេពីព្រោះពេលខ្លះវាជារឿងបន្ថយបន្ថានដែរ You might get rejected. អាចថាដល់ពេលយើងប្រកាសនឹងល្អត្រូវគេបដិសេធ
you might feel awkward. ឬក៏មានអារម្មណ៍ថាដូចជាខ្មាស់អៀនព្រៀនឬក៏ពិបាកក្នុងការនិយាយចេញទៅ But I will tell you that investment always involves risk. ហើយបងប្អូនអ្នករកស៊ីដឹងហើយបើថាយើងធ្វើវិនិយោគធ្វើការវិនិយោគវាតែតែជួបនៅចំណុចមួយគឺការប្រថុយប្រថានហ្នឹងត្រូវតែមានបង When you share the love of Christ with a friend who is stressed, ហើយឧទាហរណ៍ថាបើសិនជាបងប្អូនចែកអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ទៅកាន់មិត្តភក្តិណាមួយដែលគាត់កំពុងតែ stress តាមតឹងតប់ប្រមាណ when you help a neighbor in need because of your love for him, ហើយឬក៏ពេលណាមួយដែលបងប្អូនជួយអ្នកជិតខាងណាមួយដែលគាត់កំពុងតែមានបញ្ហាបន្ទុកអីផ្សេង you are investing in the gospel. ហ្នឹងក្នុងរូបភាពហ្នឹងគេហៅថាជាការវិនិយោគទៅក្នុងដំណឹងល្អហើយ So I want to say this morning that sharing the gospel a lot of times is not what we say, but what we do. ប៉ុន្តែសូមខ្ញុំបានប្រាប់ជម្រាបបងប្អូនកូនជំនុំទាំងអស់គ្នាថាជាច្រើនដងនៅពេលដែលយើងនិយាយឬក៏ប្រកាសនៅល្អមិនមែនអ្វីដែលយើងនិយាយទេក៏ប៉ុន្តែភាគច្រើនតាមរយៈអ្វីដែលយើងធ្វើវិញ When people look at us, do they see Jesus? នៅពេលដែលអ្នកគេមកស្គាល់ព្រះជាម្ចាស់គេមើលមកកាន់ជីវិតយើងតើគេឃើញព្រះសុគីនៅក្នុងជីវិតយើងដែរឬទេ By our kindness, by our compassion, by our love. ដោយចិត្តសប្បុរសចិត្តផ្ដួលអាណិតដោយសេចក្តីស្រឡាញ់របស់យើង So don't be like the third servant in Matthew 25:18. កុំឲ្យដូចជាអ្នកបម្រើទី3 25 ខ 18 នោះដែល What did he do? តែគាត់ធ្វើអីគេ He dig a hole in the ground and he hid his master's money. គាត់ជីកដីក៏មកទីគាត់យកអ្វីដែលចង្វាយគាត់ឲ្យយកទៅកប់នៅក្នុងនោះ He wanted a quiet, a safe life where no one will challenge him. គាត់ចង់បាននេះគាត់ចង់បានជីវិតប្រកបដោយសុវត្ថិភាពដែលគ្មាននរណាគេមករករឿងមកធ្វើអីទេ But the gospel that God gave us was never meant to be hidden. ក៏ប៉ុន្តែដំណឹងល្អដែលព្រះជាម្ចាស់ទ្រង់បានប្រទានដល់បងប្អូនគ្នាខ្ញុំមិនមែនសម្រាប់យកទៅកប់ចោលទេ It is a light meant to be shine in the darkness. គឺជាពន្លឺមួយដល់មកយើងដើម្បីឲ្យយើងនេះបញ្ចាំងឬក៏ធ្វើឲ្យពន្លឺនោះភ្លឺទៅដល់កន្លែងងងឹតផ្សេងទៀត So if you keep your faith hidden in your home, ឬក៏បើសិនជាបងប្អូនគ្នាទុកអាចជំនឿបងប្អូនគ្នាដែលមានក្នុងព្រះសុគីនៅក្នុងផ្ទះបងប្អូនគ្នាស្ងាត់ឈឹង or we only demonstrate our faith in church, ឬក៏យើងបង្ហាញសេចក្តីជំនឿរបស់យើងដែរប៉ុន្តែធ្វើតែនៅក្នុងវិហារក្នុងចង្កោមអ្នកដែលជឿដូចគ្នាទេ then we are burying the most precious treasure on earth. នោះហើយមានន័យថាយើងកំពុងតែកប់ដំណឹងល្អដ៏មានតម្លៃបំផុតនៅលើលោកនេះហើយ Okay, point number 1, 2 to go. បាទឥឡូវចប់ចំណុចទី1ដល់ទី2ទៀត Okay, number 2, accountability. បាទចំណុចទី2គឺការទទួលខុសត្រូវឬក៏ការមានទំនួលខុសត្រូវ We read after a long time, the master of those servants came back and settled accounts with them. ហើយបងប្អូនឃើញទេតាមរយៈខ្សែរឿងនេះយើងអាននៅតបពីចង្វាយទៅហើយឲ្យលុយគេទៅរកស៊ីហើយយូរក្រោយមកចង្វាយនេះក៏ត្រឡប់មកវិញគិតបញ្ជីជាមួយគេ You know, we live in a culture that loves freedom. ហើយបងប្អូនបានយើងរស់នៅក្នុងវប្បធម៌ដែលយើងស្រឡាញ់ការតសេរីភាព It's my life. I can do what I want. ជាជីវិតរបស់ខ្ញុំអញ្ចឹងខ្ញុំចង់ធ្វើអីក៏បានដែរ Is that true? ពិតអត់បងប្អូន In a sense, it is true. បាទយើងមើលទៅវាពិតអញ្ចឹងមែន But there is one វិធាន problem. តែសេរីភាពគ្រប់យ៉ាងណាក៏មានបញ្ហាមួយដែរ This life is not ours. តែសូមចាំថាជីវិតនេះមិនមែនជីវិតរបស់យើងទេ This life belongs to God. ជីវិតនេះជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ And we are managers of God's time, God's gift, and most important, God's message. ចឹងហើយបានជាយើងគឺជាដែលជាម្ចាស់ជីវិតឯងក៏ជាម្ចាស់នៃពេលវេលាសំទៅស្វ័យកម្មទៀតជាម្ចាស់នៃអ្វីសពបញ្ញត្តិរបស់ព្រះជាម្ចាស់ព្រមផ្ដល់យើងដែរ So one day we will stand before the judgment seat of Christ to give an account. ហើយថ្ងៃមួយយើងទាំងអស់គ្នាស្គាល់ព្រះជាម្ចាស់នឹងឈរនៅចំពោះប្រវត្តិមានព្រះអង្គហើយប្រកាសប្រាប់ពីអ្វីដែលយើងត្រូវធ្វើយើងបានធ្វើ Our Lord is not going to ask you, how many years is your life comfortable and happy? អង្គច្បាស់ជាមិនសួរយើងទេថាតើជីវិតកូនឯងនៅលើផែនដីនឹងសប្បាយប្រហែលឆ្នាំ He will look at your life បាទបងនឹងមើលជីវិតរបស់យើង and you will notice that the master did not judge the servants by the size of their result.
ហើយបងប្អូនមើលក្នុងខ្សែរឿងហ្នឹងឃើញថាចង្វាយហ្នឹងឯងមិនបានកោតទោសឬក៏ប្រាប់ទៅលើអ្នកបម្រើហ្នឹងដោយផ្អែកទៅលើទំហំការចំណេញរបស់គាត់នោះទេ There is only one criteria that God will judge us. មានចំណុចតែមួយគត់ដើម្បីចិញ្ចាស់ទៅនឹងកាត់ទោសយើង Are we faithful? តើយើងស្មោះត្រង់ដែរទេ So we see the servant with the 5 talents, he gave 5. ហើយបងប្អូនឃើញហើយថាអ្នកបម្រើមួយដែលយក 5,000 ទៅវិនិយោគបានចំណេញ 5,000 ទៀត The servant with 2 talents, he gained 2. ហើយអ្នកដែលបានទទួល 2,000 បានទៅវិញ 2,000 ទៀតចំណេញ 2,000 ទៀត But the master gave both of them the exact same praise. ហើយព្រះអង្គទ្រង់ប្រទានចង្វាយនៅក្នុងខ្សែរឿងនេះបានប្រទាននៅព្រះគុណស្មើគ្នារបៀបដូចគ្នា Said, well done, good and faithful servant. តែបាននិយាយថាប្រពៃហើយចង្វាយអ្នកបម្រើស្មោះត្រង់ឃើញ So God does not ask you to be like someone else. តាមខ្សែរឿងនេះព្រះចិញ្ចប់ពិតណាស់ថានឹងមិនឲ្យបងប្អូនគ្នាធ្វើដូចជាអ្នកណាមួយផ្សេងទៀតនោះទេ But he asks you to be faithful to what he gave you. ប៉ុន្តែព្រះចិញ្ចប់ទ្រង់ចង់ឲ្យយើងបានស្មោះត្រង់ទៅអ្វីដែលព្រះចិញ្ចប់ទ្រង់បានប្រទានមក So whether you're a student, a parent, a worker, or a boss, មិនថាបងប្អូនទាំងគ្នាជាសិស្សជាអ្នកធ្វើការជាចង្វាយគេ God has placed you where you are to invest the gospel. ព្រះចិញ្ចប់ទ្រង់បានដាក់បងប្អូនគ្នានៅកន្លែងនោះពេលនោះដើម្បីវិនិយោគជាមួយនឹងដំណឹងល្អរបស់ទ្រង់ So we look at the third servant, he was punished because he was lazy and wicked. បើសិនជាបងប្អូនមើលទៅលើអ្នកបម្រើទី3វិញចង្វាយបានដាក់ទោសគាត់ដោយសារតែគាត់ខ្ជិលហើយអាក្រក់ When the master asked him why, he replied, I knew you to be a hard man. នៅពេលដែលចង្វាយសួរគាត់ថាហេតុនេះមិនជាមិនយកលុយទៅវិនិយោគហើយបានជាគាត់ថាខ្ញុំដឹងថាលោកគឺជាមនុស្សខឹងរឹងណាស់ក៏បានអ្នកបម្រើឆ្លើយ So he blamed the master to cover up his laziness. ហើយពីកំជិលពីអក្រក់របស់គាត់មិនដឹងពីកំហុសរបស់ខ្លួនឯងប៉ុន្តែគាត់ទម្លាក់ថានោះគឺជាបញ្ហារបស់ចង្វាយទៅវិញ He also showed he didn't know the character of his master. តែគាត់អត់បានដឹងអំពីលក្ខណៈបុគ្គលិកលក្ខណៈរបស់ចង្វាយរបស់គាត់ His master was fair, was generous, kind. ចង្វាយរបស់គាត់ស្មោះត្រង់សប្បុរសហើយមានក្តីមេត្តាត្រង់ប្រណី So this shows that we must be careful with our hearts. ដូច្នេះចំណុចកន្លែងនេះបានបង្ហាញថាយើងត្រូវតែប្រយ័ត្នមែនទែននៅក្នុងដួងចិត្តរបស់យើង We cannot ignore God's call យើងអាចរងើយកន្តើយទៅនឹងការត្រាស់ហៅរបស់ព្រះចិញ្ចឹមបាននោះទេ and then blame him when things go wrong. ហើយនៅពេលដែលមានបញ្ហាយើងបែរជាបន្ទោសព្រះអង្គទៅវិញ So Proverbs 9:10 reminds us ទៅមកទៀតនៅក្នុងព្រះគម្ពីរសុភាសិតចំពោះ9ខ10រំលឹកយើងថា that the fear of the Lord is the beginning of wisdom. សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា So true wisdom is knowing that God is watching us. ដូច្នេះប្រាជ្ញាដ៏ពិតប្រាកដគឺនៅពេលយើងបានដឹងថាព្រះជាម្ចាស់ទ្រង់កំពុងតែតបមើលយើង Not like a policeman, មិនមែនដូចជាប៉ូលីសមើលយើងនោះទេ but like a father who cares and loves us. ក៏ប៉ុន្តែប្រៀបដូចជាឪពុកដែលស្រឡាញ់យើងហើយមើលយើង So the question we ask ourselves ដូច្នេះសំណួរដែលយើងត្រូវសួរខ្លួនយើងនៅថ្ងៃនេះ is, are we using our energy and time to grow God's kingdom? តើយើងកំពុងតែប្រើពេលវេលាធម្មពលរបស់យើងដើម្បីបង្កើននៅព្រះរាជរបស់ព្រះម្ចាស់ដែរឬទេ Or are we burying it to protect our own comfort? ឬមួយក៏យើងកំពុងតែកប់ពីចោលដើម្បីរក្សានៅភាពសនុកសុខស្រួលរបស់យើង Okay, our final point, number 3. បាទចូលដល់ចំណុចទី3ចុងក្រោយ Jesus is coming back. ដែលសុគីទ្រង់នឹងយាងត្រឡប់មកវិញ You know, this is a very serious warning. បាទនេះគឺជាការព្រមានមួយដ៏ខ្លាំងក្លាទៅនឹងការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ Jesus is telling us to take his return seriously. អង្គកំពុងតែចង់ប្រាប់បងប្អូនអ្នកខ្ញុំថាការឲ្យបងប្អូនគិតពិចារណាអំពីការយាងត្រឡប់មកវិញរបស់ព្រះអង្គថាជារឿងដ៏ត្រូវប្រយ័ត្នប្រយែង I know this year is 2026. We've waited 2,000 years. បាទខ្ញុំដឹងថាឆ្នាំនេះគឺឆ្នាំ2026ហើយយើងបានរងចាំការយាងត្រឡប់មកវិញរបស់ព្រះអង្គ20ឆ្នាំជាងហើយ
ឆ្នាំជាងហើយ And some of us have become maybe sleepy or distracted. ជាង2000ឆ្នាំមកនេះប្រហែលជាមានបងប្អូនខ្លះកំពុងតែងប់ងុយឬក៏ឃ្លាតឆ្ងាយទៅក្នុងជំនឿក៏មិនដឹង And maybe we think this is like a fairy tale, a storybook. ឬក៏ជឿបងជាយូរគឺទៅមិនឃើញបងយើងមកក៏គិតថានេះប្រហែលជារឿងនិទានជារឿងអីជំនឿឬក៏ព្រះយេស៊ូវគ្រីស្ទនឹងមិនឃើញយើងមកសោះ But you know, 1 Thessalonians chapter 5 verse 2, it tells us, ក៏ប៉ុន្តែនៅក្នុងព្រះគម្ពីរបងប្អូនតាមមើលឃើញបងប្អូនបានមើលទាំងគ្នានៅក្នុងព្រះគម្ពីរថេសាឡូនីកខ្សែទី1ចំពោះ5ខ2 the day of the Lord will come like a thief in the night. ថ្ងៃនៃព្រះម្ចាស់នឹងមកដល់ដូចជាចោរមកនៅពេលយប់ And you know, the Bible also tells us two things. One, that Jesus is coming back. Number two, it tells us that our life is short. ក្នុងព្រះគម្ពីរបើយើងមើលទៅឃើញមានការពីរច្បាស់លាស់ដែលយើងឃើញទី1ថាព្រះយេស៊ូវគ្រីស្ទនឹងយាងត្រឡប់មកវិញទី2ជីវិតរបស់យើងខ្លី You know, I don't know if I am going to be around next year. ហើយបើខ្លួនខ្ញុំវិញខ្ញុំមិនដឹងថានៅមានជីវិតឬអត់ទេឆ្នាំក្រោយនោះដល់ឆ្នាំក្រោយ Do you? ហើយបងប្អូនអរគ្នាវិញដឹងទេ Exactly, you see. And so, Psalm 90:12 tells us, you know, to teach us the course of our days so that we can develop a heart of wisdom. Teach us to number, to count our days. នៅក្នុងព្រះគម្ពីរទំនុកដំណើរបានប្រាប់យើងដែរឲ្យយើងអរគ្នាបានមើលថ្ងៃអាយុជីវិតរបស់យើងរាប់ថ្ងៃរាប់ពេលវេលាអាយុរបស់យើងដើម្បីឲ្យយើងមានកំណត់ប្រុងប្រៀបក្នុងជីវិតដ៏ខ្លីរបស់យើងនឹងឯង You know, 25 years ago, my wife had breast cancer. 25ឆ្នាំមុនប្រពន្ធរបស់ខ្ញុំគាត់មានរកឃើញមានជំងឺមហារីកសដន់ I just started ministry for 1 year. ហើយពេលនោះខ្ញុំនឹងចាប់ផ្ដើមបរិកិច្ចឆ្នាំទី1ដំបូង And my son was only 5 years old. ហើយមានកូនប្រុសមួយអាយុ15ឆ្នាំទេពេលនោះ And I asked God, huh? Is this how you reward me for going into ministry? ហើយបើមើលសម័យមើលតាក់ចិត្តតាក់ពេលវេលាលះបងចាប់ដើមបម្រើព្រះអង្គហើយស្ទឹងបម្រើបានមួយឆ្នាំស្រាប់តែប្រពន្ធកើតជំងឺមហារីកសដន់ហើយសួរបងថាបងអើយទូបងគុំបម្រើបងឥឡូវបានរង្វាន់អានឹងមកឬមិន But God showed us the most precious lesson. ក៏ប៉ុន្តែតាមរយៈខ្សែរឿងនេះព្រះអង្គបានបង្រៀនយើងនៅមេរៀនមួយដ៏សំខាន់បំផុត That is, life is short. អង្គចង់ប្រាប់យើងថាកូនឯងជីវិតវាខ្លី So I know that when my life is short, especially with my wife, we do not quarrel very much. ចាំឲ្យនៅពេលដែលប្រពន្ធបងប្អូននៅពេលដែលយើងដឹងថាជីវិតយើងរួមបានយូរទេយើងអត់សូវឆ្លុះគ្នាច្រើនទេ You keep the important things important. មានន័យថាយើងនិយាយរឿងសំខាន់លើកឡើងតែរឿងសំខាន់ទេ What for you argue with the color of the curtains? បាទពេលខ្លះយើងទៅឆ្លុះគ្នាទៅអីរឿងគាត់ថាយ៉ាងណើតពណ៌នេះពណ៌នោះមិនត្រូវនេះក៏ឆ្លុះគ្នាដែរ What for you argue that the food is not nice? បាទហើយពេលខ្លះរឿងអត់ប្រយោជន៍ទៅឆ្លុះគ្នារឿងម្ហូបមិនឆ្ងាញ់ណាហ្នឹងវាកាត់ពេល But because we learn from God that life is short, we both live our lives maximum for God. បាទអញ្ចឹងដោយសារតែយើងដឹងថាជីវិតវាខ្លីអញ្ចឹងយើងត្រូវប្រើជីវិតដ៏ខ្លីរស់នៅឲ្យមានបរិមាណរស់នៅឲ្យមានគុណភាពល្អបងប្អូនគ្នា So if you know my wife, you'll be very tired because she's very busy. បាទសិនជាបងប្អូនស្គាល់ប្រពន្ធខ្ញុំគាត់យើងក៏ឃើញគាត់ក៏យើងហត់ដែរតែគាត់ជំនួសរពលច្រើន But we are tired but happy for Jesus. ប៉ុន្តែយើងហត់ដូចមែនប៉ុន្តែយើងសប្បាយចិត្តនៅក្នុងការដំណើរមក So I ask you this question. If we know that the Master is coming back, if we know that our life is short, how should we live? ចឹងបានជាខ្ញុំសួរសំណួរដ៏សំខាន់នេះទៅកាន់បងប្អូនទាំងគ្នាក្នុងនាមជាអ្នកជឿមកដល់ពេលយើងដឹងថាព្រះសុវិននឹងយើងត្រឡប់មកវិញហើយទី2ជីវិតរបស់យើងខ្លីនេះរស់មិនបានយូរនេះតែយើងគួររស់នៅក្នុងជីវិតយ៉ាងដូចម្តេច So if you got time, you read this chapter. It's got 3 parables, and it talks about 3 things that we need to do. បានជាបើសិនជាបងប្អូនមានពេលវេលាបងប្អូនអាននៅក្នុងគម្ពីរម៉ាថាយចំពោះ25នេះយើងឃើញមានសាច់រឿងប្រៀបធៀប3ហើយតើទៅនឹងតើយើងគួរប្រើគួរធ្វើអ្វីនៅក្នុងជីវិតរបស់យើង The first one is to be watchful. ទី1គឺឲ្យយើងប្រយ័ត្នប្រយែង So we need to maintain our faith every single day. ចឹងហើយបានជាចំណុចទី1នេះមានថាឲ្យយើងប្រយ័ត្នប្រយែងទៅនឹងជំនឿរបស់យើងជារាល់ថ្ងៃឲ្យយើងមើលពិចារណាពីជំនឿរបស់យើងរាល់ថ្ងៃ Second thing is to be fruitful. ហើយទី2គឺឲ្យយើងបង្កើតផលផ្លែ
make sure that we use whatever God give us so that people can know Jesus Christ. ហើយប្រកាសថាយើងប្រើដល់អ្វីដើម្បីចិញ្ចឹមសម្បត្តិប្រទានពរដាក់នៅក្នុងជីវិតរបស់យើងហើយអាចជួយដល់អ្នកដទៃទៀតបាន And the third one is to be compassionate. ហើយចំណុចទី3គឺយើងមានដួងចិត្តដល់ដួលអាណិត Help people who are hungry, who are lost, who are strangers, loving the least of people. ជួយអ្នកដទៃទៀតដែលគេបាត់គេវង្វេងគេស្រែកឃ្លានគេមានបញ្ហាបង្ហាញសេចក្តីស្រឡាញ់ដល់គេ So the world is broken. ហើយបងប្អូនឃើញថាលោកកាយនេះវាពោពេញដោយការបាក់បែក Many in Cambodia are still waiting to hear the name of Jesus. មានមនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជាយើងដែលកំពុងតែរងចាំស្ដាប់ព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ Do you know how many people in Cambodia are Christians? How many percentage? បងប្អូនមានដឹងទេថាតើមានប្រជាជនកម្ពុជាប្រមាណ%ដែលជាគ្រីស្ទបរិស័ទ 2% 3 មួយយ៉ាងឡើង 1% Yes, 3%. Out of 100 people, only 3 people know Jesus. បាទអញ្ចឹងបើមនុស្ស 3% អញ្ចឹងបើមនុស្ស 100 នាក់មានថាតែ3នាក់ទេបានជឿបងហើយ You have a big mission field in Cambodia. អញ្ចឹងបានជឿបងប្អូនគេវាចម្រោះធំណាស់បងប្អូនមានវាចម្រោះដ៏ធំដែលត្រូវធ្វើទៀត And I am so excited to know that you all have planted churches in various parts of Cambodia. ហើយខ្ញុំរំភើបចិត្តមែនទែននៅពេលដែលឮដឹងថាមានការដាំក្រុមជំនុំជាច្រើននៅផ្នែកផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើង And I hear that you also got one missionary to Africa. ហើយខ្ញុំឮថាមានបេសកជនមួយឥឡូវនេះកំពុងតែនៅអាហ្វ្រិក Okay, the musicians are coming out means I have to close. So, កំពុងតែគុំមកហើយចាំមានថាខ្ញុំត្រូវបញ្ចប់ហើយ so Yoon Pise changed his life because he was brave enough to use his talent. បាទយឿនពិសីគាត់បានទទួលជោគជ័យក្នុងជីវិតពីព្រោះគាត់មានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការបញ្ចេញនូវទេពកោសល្យរបស់គាត់ We have a much greater talent, ហើយយើងមានអំណោយទានលើសជាងនោះទៅទៀត the gospel of Jesus នោះ Christ. គឺជាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ Are we brave enough to use that talent? តើយើងមានសេចក្តីក្លាហានគ្រប់គ្រាន់នៅក្នុងការប្រាំអំណោយទាននៃដំណឹងល្អនេះតើឬនៅ So let me close with 3 questions. សូមឲ្យខ្ញុំបានបញ្ចប់ដោយសំណួរ3សំណួរនេះ Is my faith an investment or a burial? តើជំនឿរបស់ខ្ញុំបច្ចុប្បន្ននេះជាជំនឿដែលកំពុងតែវិនិយោគឬក៏ជាជំនឿដែលកំពុងតែកប់ចោល Am I living like the master is coming back? សំណួរទី2សួរខ្លួនឯងថាតើខ្ញុំកំពុងតែរស់នៅដូចជាដឹងថាម្ចាស់កំពុងតែយើងត្រឡប់មកវិញឬទេ Lastly, am I an obedient servant? ចំណុចទី3សំណួរទី3ថាតើខ្ញុំគឺជាអ្នកចាត់ចែងដែលមានការស្ដាប់បង្គាប់ដែរឬទេ So God has blessed all of us so we can bless others. ព្រះជំចាស់តាមប្រទានយើងទាំងអស់គ្នាដូច្នេះយើងអាចជាប្រពោទៅដល់អ្នកដទៃទៀតដែរ Let's be a church that takes risk. សូមឲ្យយើងជាក្រុមជំនុំដែលហ៊ានប្រថុយ Let's go out and invest the gospel in this broken world. ចូលយើងបានចេញទៅហើយប្រកាសដំណឹងល្អទៅកាន់ពិភពលោកដែលកំពុងតែបាក់បែកនេះ Then when we stand before the judgment seat one day, ហើយថ្ងៃមួយនៅពេលដែលយើងឈរនៅចំពោះបល្ល័ង្កជំកាត់ទោសឬក៏ជំនុំជម្រះរបស់ព្រះជំចាស់ we will hear the words of Jesus to us. យើងនឹងបានឮយើងសង្ឃឹមថាយើងបានឮពាក្យរបស់ព្រះសុគីមានបន្ទូលមកកាន់យើងគ្រប់គ្នាថា Well done, good and faithful servant. ប្រពៃហើយអ្នកបម្រើស្មោះត្រង់ Enter the joy of your master. ចូលមកនៅក្នុងសេចក្តីអំណររបស់ចៅបាយអ្នកចាស់ And truly, there is no greater reward ហើយប៉ុន្តែគ្មានរង្វាន់ណាធំជាងនេះ to experience the joy each day with the Lord Jesus Christ. ហើយនោះគឺជាការដែលពិសោធន៍នៅសេចក្តីអំណរជាមួយព្រះសុគីជារៀងរាល់ថ្ងៃ Amen? អាមែន Let us pray. សូមអធិដ្ឋានជាមួយខ្ញុំ Father, thank you so much for your gospel. ព្រះបិតាយើងខ្ញុំអរព្រគុណព្រះអង្គសម្រាប់ដំណឹងល្អរបស់ព្រះអង្គ It has changed our lives. ដែលដំណឹងល្អនេះបានផ្លាស់ប្ដូរជីវិតរបស់យើង And you've called us ដែលទ្រង់បានត្រាស់ឲ្យយើងខ្ញុំ to take this message so that other lives can be changed. ដើម្បីយើងខ្ញុំបានទទួលនៅព្រះបន្ទូលរបស់ព្រះចាស់នេះហើយដើម្បីឲ្យជីវិតយើងខ្ញុំបានទទួលនៅការផ្លាស់ប្ដូរ Amen Holy Spirit, I pray for everyone here ព្រះវិញ្ញាណបរិសុទ្ធដែលទូបង្គំអធិដ្ឋានសម្រាប់បងប្អូនទូបង្គំទាំងអស់គ្នានៅទីនេះ that you will help us to be obedient, តែព្រះអង្គទ្រង់នឹងជួយយើងខ្ញុំទាំងអស់គ្នាដើម្បីយើងខ្ញុំអាចនឹងរស់នៅដោយស្ដាប់បង្គាប់របស់បាន to be accountable, ហើយយើងអាចទទួលខុសត្រូវបាន to be ready. ហើយដើម្បីឲ្យយើងទាំងអស់គ្នាបានត្រៀមខ្លួនជាស្រេច
Bless everyone here, my brothers and sisters. សូមប្រទានពរដល់បងប្អូនប្រុសស្រីទាំងអស់គ្នាដែលនៅទីនេះ I ask in Jesus' ខ្ញុំ name. គោរពអធិដ្ឋាននៅក្នុងព្រះនាមของចាស់ព្រះយេស៊ូវគ្រីស្ទ Amen. Thank you very much. Và សូមអរគុណដល់លោកគ្រូសម្រាប់